បាទនេះទស្សនវិជ្ជានៅខាងក្នុងឡានពេលដែលបងប្អូនជីវរដ្ឋគាត់រីករាយមែនតើពេលតែឃើញវគ្គកងទ័ពរបស់យើងបានមកដល់ទឹកដីសប្បាយចិត្តបាទអ្នកខ្លះស្រក់ទឹកភ្នែកបងប្អូននេះបងប្អូនឃើញពួកគាត់នៅទឹកភ្នែកបាទខ្ញុំមើលពួកគាត់អរគុណចិត្តសប្បាយចិត្តជាមួយនេះគឺដែលកងទ័ពមកបាទនេះឃើញសប្បាយមែនតើបងប្អូនណាពួកគាត់ពិតជារីករាយមានថ្ងៃនេះបានបាទបងប្អូនលើកទង់ជាតិបើកងទ័ព18នាក់នៅខាងក្នុងឡានជាមួយខ្ញុំបានតែម្ដងគាត់ទឹកភ្នែកលេងលងពីពេលដែលកងទ័ពយើងបានត្រួតទស្សនិកជនជាទីគោរពនៅក៏បងប្អូនដែលកំពុងតែទស្សនានៅពេលនេះកំពុងតែមានអារម្មណ៍រំជើបរំជួលនឹងក្តីរំភើបយ៉ាងក្រៃលែងជាពិសេសទន្ទឹងរង់ចាំឃើញមុខផ្ទាល់18រូបគឺថាគឺជាពេលវេលាដ៏រំភើបញាប់ញ័រចាលោកចន្ទទេនេះខ្ញុំអួរដើមកបាទគេឃើញថាថ្នាក់ដឹកនាំអិសរាជជនជាតិរបស់យើងក៏កំពុងតែធ្វើដំណើរទៅក្បែរនឹង31ខែធ្នូឆ្នាំ2025នេះក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលប្រើប្រាស់យន្តការច្បាប់និងយន្តការអន្តរជាតិនៅក្នុងការទាមទារឲ្យមានការដោះលែងបន្ទាន់នៅយុទ្ធជនរបស់យើងទាំង18រូបបន្ទាប់ជាមួយគ្នានោះដែរយើងឃើញថានៅពេលនេះយុទ្ធជនកម្ពុជាទាំង18រូបក៏បានអញ្ជើញចាកចេញពីឧទ្ធម្ភាគចក្រចុះមកកាន់ទីឈប់សំចតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនចាដែលបានអង្គុយ